chẳng được bây đại dương khơi mua bảo dương á đại miền này bài mình chẳng thua ai côn bảo dương nữa ạ chật trăng không ca rúa nữ không ca để thua em muối đầm bay từ tam mua ở đây đại dương đạo từ tam thì dùng mình đây từ tam ắt tình đấy không ca đại dương đạo bọc côn bảo dương cha sôm lực trận đòi mày đà tầng ngọc này không ca đại dương trên mình đủ đại miền phố hai dương bàn bằng cát côn bảo dương máu hai vài đẹp trong sông lực thực chất này thế này trong lực thực chất tại toàn ngầm pi cả đại đại trong một đọc cồn chà trong đăng tha mày đa cột rụng chà ban du đăng hai có ban đăng pi ở này trong cả đại dương đã trong ngoài cồn bao giờ này cả đã trong ngoài cồn bao giờ nước bật chia miền sạ sông kham khang này và sân chỉ dương đã trong một ai cồn bao giờ đại dương chia tận đã chấmไปคลาทั่วอ้อยโกนบาយើងក៏គាត់អត់មានដំណរដែរចាជាពិសេសគឺអត្តន័យក្នុងការដែលបកប្រែឈ្មោះរបស់កូនរបស់យើងវានឹងអាចជួយឲ្យកូនរបស់យើងនឹងធ្វើជាមនុស្សមួយដែលត្រឹមត្រូវទៅតាមឈ្មោះដែលយើងដាក់ឲ្យចាខ្ញុំជឿថាមេដាប្រកាសជាយល់ហើយប្រកាសជាដឹងពីមានបទពិសោធន៍ក្នុងការដែលទទួលផលប្រយោជន៍ទទួលលទ្ធផលក្នុងការដែលយើងដាក់ឈ្មោះឲ្យកូនរបស់យើងហើយđâyបានខ្ញុំចង់លើកទឹកចិត្តមេដាពីព្រោះវាបានជួយរួមចំណែកមួយក្នុងការដែលជួយរំលឹកកូនរបស់យើងឥឡូវខ្ញុំឧទាហរណ៍ថាឈ្មោះរបស់ខ្ញុំទៅចាស់ក្នុងវចនានុក្រមគឺមានពាក្យដែលសម្រាយមួយដែលឃើញបង្ហាញថាគឺជាអវ័យមួយដែលមានតម្លៃហើយធ្វើឲ្យអ្នកដទៃរីករាយអញ្ចឹងនៅពេលដែលយើងឃើញឈ្មោះរបស់យើងណាដែលមានន័យបែបអញ្ចឹងធ្វើឲ្យកូនរបស់យើងហ្នឹងផ្ចិតផ្ចង់ក្នុងការរស់នៅក្នុងការដែលធ្វើអីមួយដើម្បីទៅតាមឈ្មោះអ្វីដែលយើងដាក់ឲ្យទៅតាមនិយមន័យទៅតាមអត្តន័យនៅក្នុងការដែលយើងដាក់ឲ្យរបស់កូនរបស់យើងអញ្ចឹងពេលខ្លះអាចជួយឲ្យកូនរបស់យើងហ្នឹងផ្លាស់ប្រែអាកប្បកិរិយារបស់គាត់ឬក៏ជួយដល់ផ្នែកអាកប្បកិរិយារបស់កូនរបស់យើងដែរចាមេដាពេលដែលនិយាយអញ្ចឹងឬសូអញ្ចឹងមានអារម្មណ៍មួយថាផ្នែកហើយមួយទៀតសើចចាប៉ុន្តែវាជាការពិតនៅពេលដែលយើងបានដាក់ឈ្មោះឲ្យកូនរបស់យើងដែលត្រឹមត្រូវដាក់ឈ្មោះឲ្យកូនរបស់យើងបានល្អប្រសើរអញ្ចឹងធ្វើឲ្យកូនរបស់យើងនឹងផ្ចិតផ្ចង់ក្នុងការដែលធ្វើខ្លួនរក្សាខ្លួនគាត់បែបណាដើម្បីឲ្យគាត់ឲ្យដូចឈ្មោះរបស់គាត់ចាអញ្ចឹងខ្ញុំសូមលើកទឹកចិត្តមេដាថាជាពិសេសសម្រាប់មេដាដែលគាត់ទៅតែមានបុតហើយមិនទាន់ដែលប្រុងនឹងមានបុតសូមរៀបចំយកចិត្តទុកដាក់ក្នុងការដែលដាក់ឈ្មោះកូនរបស់យើងឲ្យមានអត្ថន័យល្អហើយឲ្យធ្វើឲ្យកូនរបស់យើងនឹងគាត់ឃើញឈ្មោះរបស់គាត់ញញឹមឃើញឈ្មោះរបស់គាត់តែងតែគិតថាគាត់ជានរណាហើយគាត់ដឹងថាខ្លួនឯងកំពុងតែធ្វើអីចាអញ្ចឹងខ្ញុំសង្ឃឹមថាមេដាទាំងអស់គ្នាលើកទឹកចិត្តកូនរបស់យើងហើយបកប្រែឈ្មោះដែលយើងបានដាក់ឲ្យកូនរបស់យើងហ្នឹងថាឈ្មោះហ្នឹងមានន័យថាម៉េចឈ្មោះនឹងអត្ថន័យបែបណាដើម្បីឲ្យគាត់លើកទឹកចិត្តគាត់ក្នុងការរស់នៅលើកទឹកចិត្តគាត់ក្នុងការដែលគាត់ប្រើប្រាស់នៅអេរិយាបថរបស់គាត់ប្រចាំថ្ងៃចាខ្ញុំសង្ឃឹមថាជួយคลิปមួយនេះជួយដល់មេដាហើយឲ្យមានសុភមង្គលជាពិសេសភាពរីករាយមួយនៅក្នុងក្រុមគ្រួសាររបស់លោកអ្នកចាសូមអរគុណ